ដីដល់បងប្អូនទាំងអស់គ្នានៅស្រុកខ្មែរទាំងអស់គ្នាបាទបងប្អូនដែលចូលចិត្តរកលុយតាម MMO បាទពេលនេះខ្ញុំសូមបង្ហាញពីកាក់ផាយបាទកាក់ផាយនេះបច្ចុប្បន្ននេះតម្លៃវានៅក្នុងទីផ្សារគឺក្រោម$1ទេប៉ុន្តែតម្លៃGCV បាទបងប្អូនស្គាល់ទេបងប្អូនប្រកាសជាមិនទាន់ស្គាល់ហើយបងប្អូនខ្លះបាទបងប្អូនដែលម៉ាញផាយតែម្នាក់ឯងប៉ុន្តែអត់មានគ្រប់ចូលរួមគឺអត់ទទួលបានព័ត៌មានថាតម្លៃផាយតម្លៃ GCV នឹងជាស្អីនោះទេបាទបងប្អូនអាចចូលសាកមើលចូលវាយផាយ GCV នៅក្នុង YouTube នឹងឃើញមានបរទេសជាច្រើននិយាយពី GCV នេះបាទឧទាហរណ៍ថាខ្ញុំវាយផាយ GCV ចុះក្នុង YouTube នេះខ្ញុំមានរួចហើយឥឡូវខ្ញុំចុចយកផាយ GCV នេះហ្នឹងហើយនឹងលោតព័ត៌មានមកឃើញមានបរទេសក៏ធ្វើពីផាយនេះមកក្រោមទៀតក៏មានដែរនេះធ្វើច្រើននិយាយពីផាយ GCV បាទមានច្រើននេះផាយ GCV របស់វាតម្លៃ GCV គឺក្នុងមួយផាយគឺតម្លៃវា$310,000បាទ$4,159បាទក្នុងមួយផាយណាបងប្អូនអត់មែនដូចតម្លៃទីផ្សារបច្ចុប្បន្នទេតម្លៃទីផ្សារបច្ចុប្បន្នហ្នឹងគឺក្រោម$1ទេហើយសំណួរសួរថាតើតម្លៃនេះយើងធ្វើម៉េចបានទទួលបានហើយយើងចាយបាននៅពេលណាបាទបងប្អូននៅពេលដែលច្បាប់អនុម័តបាទច្បាប់ Clarity Act របស់អាមេរិកគេអនុម័តបានគឺនឹងលិះតម្លៃ GCV នេះគឺអោយចាយហើយដល់ពេលនោះតម្លៃរបស់យើងគ្រាន់តែមួយផាយគឺតម្លៃដល់ថ្នាក់ហ្នឹងបាទ$310,000ជាងនេះបាទបងប្អូនសាកសម័យទៅមើលហើយបងប្អូនដែលកំពុងតែម៉ាញផាយដែលអត់មានគ្រប់គឺបងប្អូនអត់ទទួលបានព័ត៌មានទេហើយមិនដឹងថា GCV នោះជាស្អីទៀតផងបាទបងប្អូនខ្លះអាចនឹងមិនជឿប៉ុន្តែសាកសម័យទៅមើលបងប្អូនពីដំបូងឡើយបងប្អូនអត់ស្គាល់ Bitcoin ទេពីដំបូងឡើយពីតម្លៃនៅទាបក៏ប៉ុន្តែ Bitcoin ឥឡូវមិនតម្លៃរាប់ម៉ឺន$ណោះក្នុងមួយ bit បាទបងប្អូនខ្ញុំមិននិយាយលេងសើចទេនេះជារឿងពិតបាទអ្នកដែលវិនិយោគក្នុងវិស័យ coin នេះបាទវាគឺជាគេហៅថាមុខរបរសេដ្ឋីហ្មងតាគិតត្រូវធ្វើត្រូវគឺសេដ្ឋីបើយើងធ្វើមុខរបរណាដែលមិនត្រូវចំណុចបាទធ្វើរកខែរកឆ្នាំដដែលបាទមិនងាយបានជោគជ័យមិនមានថាមើលងាយឧទាហរណ៍ផ្សេងនេះទេបាទក្នុងឱកាសនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាប់ឱកាសជាមួយផាយ network ហ្នឹងបងប្អូនអាចចុះឈ្មោះបាទហើយម៉ាញបានទោះបីជាបច្ចុប្បន្នម៉ាញបានតិចតួចក៏ដោយក៏យើងនៅមានឱកាសនៅពេលដែលគេដាក់ច្បាប់ list GCV ហ្នឹងឲ្យចាយបងប្អូននឹងទទួលបានផាយក្នុងមួយផាយហ្នឹងទទួលបានតម្លៃថ្លៃហើយបងប្អូននឹងធូរធារហើយបងប្អូននឹងមានសំណាងហើយដែលបានឃើញវីដេអូនេះបាទគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនបាទទទួលបានផាយបាទក្នុងតម្លៃថ្លៃបើសិនជាបងប្អូនចុះឈ្មោះតាមរយៈខ្ញុំនឹងអេដបងប្អូននៅក្នុងក្រុមផាយនៅក្នុងស្រុកខ្មែរដើម្បីទទួលបានព័ត៌មានហើយបងប្អូនអាចសិក្សាបានថាធ្វើម៉េចបានទទួលបានតម្លៃហ្នឹងហើយលក្ខខណ្ឌយើងឆ្លងកាត់អីខ្លះបានទទួលបានតម្លៃថ្លៃហ្នឹងបាទដើម្បីចុះឈ្មោះខ្ញុំដាក់ link លេខរៀបរយរបស់ខ្ញុំឲ្យបងប្អូនចុះឈ្មោះបើមាន
ចម្ងល់អីអាចសួរខ្ញុំបន្ថែម